ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការបង្កើត Apple ID អញ្ចឹងមានបងប្អូនខ្លះទៅក៏គាត់ចេះបង្កើតហើយតែមានបងប្អូនខ្លះទៅក៏គាត់បង្កើតអត់បានអញ្ចឹងសម្រាប់អ្នកដែលបង្កើតអត់ទាន់បានបងប្អូនអាចមើលវីដេអូនេះបានអញ្ចឹងខ្ញុំនឹងបង្ហាញមួយពីរបៀបបង្កើត Apple ID អញ្ចឹងពេលដំបូងគឺយើងចូលមក setting នេះមកអញ្ចឹងចូលមកកន្លែងហ្នឹងមកអញ្ចឹងយើងចូលមកកន្លែង Apple account នេះមកអញ្ចឹងយើងចូលមកទៅនឹងមកនេះហើយបន្តមកទៀតយើងជ្រើសរើសយកពាក្យកន្លែងនេះកន្លែងសញ្ញាឧទានបច្រាស់ហ្នឹងឬក៏ don't have an Apple ID account ហ្នឹងមកយើងចុចយកបែបហ្នឹងមកអញ្ចឹងសម្រាប់ជាទូទៅយើងយកកន្លែងនេះមកខាងខោមកអាយុ18ឡើងចាំបន្តិចទៅវាដំណើរការនេះអញ្ចឹងវាទៀមវាលោតមកហើយអញ្ចឹងគឺមានយើងត្រូវបំពេញឈ្មោះហើយនឹងថ្ងៃខែឆ្នាំកំណើតហ្នឹងហើយចា៎អញ្ចឹងខ្ញុំពេញឈ្មោះចូលថ្ងៃខែឆ្នាំកំណើតយើងចេះតែដាក់ទៅថ្ងៃនេះអត់អីទេអញ្ចឹងយើងពេញឈ្មោះហើយបន្តមកទៀតគឺយើងត្រូវបំពេញអ៊ីមែលចូលអ៊ីមែលនេះបើសិនជាយើងមានអ៊ីមែលស្រាប់អត់អីទេយើងពេញចូលទៅប៉ុន្តែបើសិនជាយើងចង់បង្កើតអ៊ីមែលថ្មីគឺយើងយកពាក្យខាងក្រោមនេះហើយអក្សរ QQ នេះគឺ do not have an email អញ្ចឹងយើងចុចកន្លែងហ្នឹងមកអញ្ចឹងគឺយើងត្រូវយកពាក្យ get an iCloud អញ្ចឹងយើងពេញឈ្មោះរបស់យើងចូលទៅហើយយើងពេញឈ្មោះដែលយើងដាក់កន្លែង last name ហើយនឹងfirst name និង last name ហ្នឹងមកហើយកន្លែងនេះគឺយើងបន្តមកទៀតគឺយើងត្រូវពេញលេខបាន2 3ខ្ទង់ទៀតមកឬយើងអាចដាក់ថា8 3ដើមអីចឹងទៅហើយយើងចុចយកពាក្យ continue សូម recommend បងប្អូនពីជើងតម្រូវទូរស័ព្ទដៃដាក់តាមរថយន្តបងប្អូនអាចកម្មងនៅក្នុងជាមួយនឹងខ្ញុំបានតាមរយៈលេខទូរស័ព្ទ097 943 5550 Telegram ដូចគ្នាលេខនឹងបាទបងប្អូនអាចត្រូវការជើងប្រភេទហ្នឹងគឺអាចឆាតចូល Telegram លេខនឹងបានបាទអរគុណច្រើនអញ្ចឹងវាលោតមកកន្លែងនេះគឺវាដាក់ថា create email address អញ្ចឹងយើងចុចលេខនឹងមួយទៀតមកដល់មកទៀត password យើងត្រូវបំពេញ password ណាពេញ password ចូលដែល include ជាមួយនឹងកន្លែង last name របស់យើងអញ្ចឹងយើងត្រូវបំពេញធ្វើម៉េចឲ្យដូចនឹងកន្លែង last name របស់យើងនោះមកអញ្ចឹងខ្ញុំសូមបំពេញឡើងនេះយើងបាំងមកអញ្ចឹងបន្ទាប់ពីខ្ញុំបំពេញ password រួចហើយមិញនេះខ្ញុំពេញ password រួចហើយបន្តមកទៀតគឺលេខទូរស័ព្ទយើងពេញលេខទូរស័ព្ទ0បាទអញ្ចឹងកន្លែងនេះខ្ញុំពេញpassword រួចហើយអញ្ចឹងពេញរួចហើយអញ្ចឹងយកពាក្យ continue អញ្ចឹងឲ្យវាដំណើរការមកអញ្ចឹងយើងចាំ verify code របស់វាលេខមកហើយអូខេយើង verify code រួចហើយយើងចុចពាក្យ continue ចូលវាដំណើរការមកអញ្ចឹងយើងបន្តមកទៀតយើងកន្លែងនេះហើយដែលជាកន្លែងដែលយើងត្រូវដឹងថាវា error password អត់អញ្ចឹងយើងចុច agree មកសិនជាវាមានបញ្ហាអីវាឲ្យយើងលោតឲ្យយើងទៅreview ទៅលើនេះ password ឡើងវិញតែនេះខ្ញុំដាក់ password រួចហើយដែលដូចខ្ញុំប្រាប់ថាវា include ជាមួយនឹងlast name របស់យើងហើយនឹងយើងមានបញ្ចូលកន្លែង password ហ្នឹងយើងធ្វើម៉េចយើងត្រូវមានបញ្ចូលជាមួយនឹងសញ្ញា add សញ្ញាអញ្ចឹងណាសញ្ញា add ហើយនឹងលេខ3ខ្ទង់4ខ្ទង់មកអញ្ចឹងធ្វើម៉េចនៅក្នុង Apple ID គឺយើងត្រូវមានពេញ password អក្សរជាអក្សរធំហើយយើងបំពេញមានសញ្ញានៅក្នុងនោះមួយដែរអូខេអញ្ចឹងសម្រាប់វីដេអូនេះបង្កើតបានហើយ Apple ID អញ្ចឹងយើងអាចប្រើប្រាស់បានយើងអាចមក download app នៅក្នុងនេះប្រើប្រាស់បានធម្មតាឧទាហរណ៍ថាខ្ញុំ download AC មួយចុះស៊ីដា
ចឹងយើងអាចចុច get មកហើយយើងចុចពី install មកអញ្ចឹង password ឡើងនេះខ្ញុំពេញបាំងអញ្ចឹងអានេះបានហើយវាមាន require after 15នាទីអានេះមានគ្រប់ពេលអញ្ចឹងយើងយក all away មកហើយយើងចុច OK មកអញ្ចឹងជាទូទៅយើងបង្កើតបានថ្មីគឺយើងវាទាមទារឲ្យយើង review ឲ្យវាដែរអញ្ចឹងយើងចុចលេខនេះ agree មកតាមតែលក្ខខណ្ឌគេដាក់ឲ្យមកអញ្ចឹងនេះ download បានហើយចាប់ដើមដំណើរការ download អញ្ចឹងវីដេអូក្នុងការបង្កើត Apple ID ថ្ងៃនេះមានតែប៉ុណ្្នឹងសូមអរគុណសូមគោរពលា